បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាសីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះដែរគឺខ្ញុំថតមុនចែកជូនបងប្អូនដូចរត់ដងអញ្ចឹងគឺមុនខ្ញុំហាលទុកចោលនៅពេលព្រឹកនឹងដាក់ចំណីឲ្យវាព្រោះអីអត់មានមុនណាដែលយើងត្រូវសៃជួលទីទេសម្រាប់វីដេអូមុនខ្ញុំថតមុនថាជុលថ្ងៃទី13ឥឡូវវាចាញ់គេហើយអាមេអំបៅដែលខ្ញុំថតសៃជាមួយនឹងអាមេអំបៅនេះបងប្អូនអញ្ចឹងវាជុលចាញ់គេហើយចាញ់ដោយសារបាក់ស្លាប់និងចូលយងឡើងអត់រួចចាញ់ដួលអញ្ចឹងឥឡូវខ្ញុំកំពុងតែព្យាបាលវាចាំក្នុងវីដេអូក្រោយខ្ញុំនឹងថតវាបងមើលអស់គ្នាអញ្ចឹង3គ្រាប់នេះគឺខ្លែងនេះឈ្នះម្ដងអសនោះឈ្នះម្ដងក្តារថ្មីទៅតែមកដល់ប្រហែលជាមួយទឹកទេអញ្ចឹងសល់3នឹងទៀតយើងមានពេលយើងថែចូលថែមទៀតឥឡូវយើងសម្អាតវាឲ្យជ្រះរោមសិននឹងដាក់ហាថ្ងៃអញ្ចឹងស្អែកខ្ញុំចេញទៅធ្វើការបើមានពេលច្រើនខ្ញុំនឹងចូលរមីថ្មវាលើកទី1ទាំងអស់គ្នាទាំង3មាន់ដើម្បីត្រៀមលេងក្នុងខែ1អសនេះគីឡូវា28ក្តារគីឡូ26និងខ្លែងនោះគីឡូ28ដូចគ្នាអញ្ចឹងមាន់ទាំងពីរហ្នឹងគឺវាជុលមានក្បាច់រៀងខ្លួនអសនេះគឺវាជាច្រើនវាយលូកក្នុងសម្រាប់ចំណែកអាខ្លែងនោះវាវាយស៊ូផ្លែវាវាយវិជាទឹកស៊ីទឹកប៉ុន្តែមកពីមុនគេចាក់មិនចង់ឡៃស្នាត់អីម្ដងយើងក៏អត់ដឹងដែរចឹងប្រាប់ជួយនេះគឺថ្មីសុខសាន្តបងប្អូនមកខ្នាយដឹងហើយគឺទៅតែដោះរោមពេញទេមិនទាន់ដាក់ចិត្តហេនេះទេគីឡូ25 26អញ្ចឹងបើយើងអាចថៃពេញអាចឡើងដល់28ដូចគ្នាព្រោះអីវានៅស្ទើរសាច់ទ្រូងតិចអញ្ចឹងសម្រាប់ជួយនឹងហើយនឹងអសនោះគឺខែ1ពេញលេងហើយនេះបងប្អូនឃើញមនដែលនៅក្រោយអាមេអំបៅនឹងអត់ហ្នឹងហើយដែលមនខ្ញុំចូលចាញ់គេហ្នឹងវាបាក់យ៉ងហ្នឹងឥឡូវវលែងវាដើរប៉ុន្តែវាហ៊ានគេបងប្អូនមិនចឹងឲ្យចាញ់គេក្នុងទ្រុងណាវាដើរជួលគេមួយថ្ងៃអីឥឡូវឲ្យវានៅខាងនោះខ្លួនឯងវាសិនទៅអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនសូមមេត្តាចុចពាក្យជាវនិង Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់